Hello អ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមានវីដេអូថ្មីពីការធ្វើម្ហូបតែអ្នកទាំងអស់គ្នាណាថាដែលអត់ទាន់ចេះធ្វើម្ហូបយកខ្មាស់ខ្ញុំណាអូខេតោះកុំឲ្យខាតពេលវេលាយូរយើងតាមដានទស្សនាទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នានេះមុខម្ហូប3500របស់យើងសាច់នេះគឺចំនួន1ខាំហ្នឹងគឺខ្ញុំទិញតែ2000ទេ2000គឺ1ខាំហ្នឹងហើយបន្លែរបស់យើងគឺ1500ខ្ញុំទិញតែ1500ទេអ្នកលក់ថែមទាំងស្លឹកខ្ទឹមនិងម្ទេសឲ្យទៀតបាទអរគុណអ្នកលក់មែនទែនអូខេកន្លែងនេះគឺសេតតែហ្មងអ្នកនរនេះគឺវាថាអស់រ៉ូឌីបាត់ហើយនៅសល់តែបន្តិចណាតែវាមិនមែនជាបញ្ហារបស់យើងទេដោយសារតែគ្រឿងយើងម្ហូបរបស់យើងគឺវាឆ្ងាញ់ហើយគាត់ថាដាក់រ៉ូឌីដើម្បីយើងរសជាតិបន្ថែមទៀតហ្នឹងណាអ្វីដែលយើងមិនអាចខ្វះបាននោះគឺម្រេចដាក់ម្រេចទៅគឺវាឆ្ងាញ់គឺឈ្ងុយក្លិនវាគឺឈ្ងុយមែនទែនឈ្ងុយដល់ថ្នាក់ឈួលក្តាស់ពេញហ្នឹងអូខេអ្វីដែលមិនអាចខ្វះបានទៀតនោះគឺស្លឹកខ្ទឹមគឺដាក់យកក្លិនហើយនឹងមើលទៅវាតលឹងឆ្ងាញ់ណាហ្នឹងហើយវីដេអូមួយនេះគឺដល់ទីបញ្ចប់ដែរអ្នកដែលមិនទាន់ចេះធ្វើអាចធ្វើតាមខ្ញុំបានក្លិនឈ្ងុយរសជាតិឆ្ងាញ់ the best 10 លើ 10 អ្នកទាំងគ្នាយ៉ាអរគុណច្រើនបាយបាយ